trong hàngចំពោះជាពលរដ្ឋដែលបានធ្វើដំណើរចំណាក់ស្រុកនេះប្រទេសថៃចូលនៅក្នុងប្រទេសកម្ពុជាវិញហើយមានគោលការណ៍ចូលរៀនតាមគោលការណ៍របស់ក្រសួងអប់រំវិទ្យានិងកីឡាគឺអនុញ្ញាតឲ្យទទួលទាំងអស់ហើយពាក់ព័ន្ធទៅនឹងលិខិតអនុញ្ញាតឲ្យទទួលនៅឡើយទេប៉ុន្តែជារួមដោយយកទៅតាមនីតិណែនាំរបស់ក្រសួងអប់រំវិទ្យានិងកីឡាបានតាំងឲ្យបានចូលរៀនគឺនឹងទទួលទាំងអស់ដោយមិនពិតឯកសារជំនួសទេដោយធ្វើការតាមទិន្នន័យតដាក់តម្លៃពីចំនួនសិស្សដែលមាន